សួស្តីទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែចូលរួមកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យចម្ពោះវ័នឥឡូវខ្ញុំនឹងទៅធ្វើការសួរសំណួរដើម្បីចែកហាវណៈទៅកាន់អ្នកនរគ្នាបើណាគេឆ្លើយត្រូវខ្ញុំឲ្យហាវណៈម្នាក់មកគូហ្មងសួរតែមួយសំណួរទេបើឆ្លើយត្រូវបងឲ្យហាវណៈមកគូពណ៌លឿងស្រឡាញ់អត់បាទពេលដែលបងសួរឲ្យបងរាប់ដល់5ឆ្លើយឲ្យតន់បើឆ្លើយអត់តន់តែអស់មកគឺចាញ់ហើយបាទសំណួររបស់បងសួរថាតើប្រភេទផ្លែឈើអ្វីដែលអត់គ្រាប់1 2អាឡឹក3អាឡឹកអត់គ្រាប់ជួយរំសោកស្ដាយឲ្យបន្តសោមួយអរគុណសួរតែមួយសំណួរទេបើឆ្លើយត្រូវឲ្យហាវណៈមកគូបើចាញ់ឲ្យបន្តសោមួយពណ៌នេះស្រឡាញ់អត់ស្រឡាញ់សំណួររបស់ខ្ញុំសួរថាតើប្រភេទផ្លែឈើអ្វីដែលអត់មានគ្រាប់ខ្ញុំរាប់15 1 2 3 4ប្រភេទផ្លែឈើដែលអត់គ្រាប់គឺផ្លែតាពាំងបាយជូរជួយរួមសោកស្ដាយតាពាំងបាយជូរមានគ្រាប់ចង់បានសរសៃសក់ស្អាតរឹងមាំសុខភាពល្អអ្នកទាំងអស់គ្នាប្រើប្រាស់ត្រឹមតែសាប៊ូគឺអត់គ្រប់គ្រាន់ទេដាច់ខាតអ្នកទាំងអស់គ្នាត្រូវតែប្រើជាមួយនឹងក្រែមបន្ទន់បន្ថែមទៀតហើយបើប្រើជាឈុតគុណភាពកាន់តែល្អទ្វេដងបើសម្រាប់ខ្ញុំប្រើយូរឆ្នាំហើយអ្នកទាំងអស់គ្នាមើលសក់របស់ខ្ញុំទៅហើយសម្រាប់ក្រែមបន្ទន់នេះខ្ញុំប្រើខ្ទង់2សប្តាហ៍ត្រឹមតែម្ដងទេប៉ុន្តែជាលទ្ធផលអ្នកទាំងអស់គ្នាអើយនេះឃើញសក់របស់ខ្ញុំគឺវែងហើយដុំលឿនខ្លាំងមែនតើខ្ញុំខ្ជិលតែនឹងកាត់ទេនេះទុនអលោះអាឡូសុខភាពល្អរឹងមាំខ្លាំងមែនតើអញ្ចឹងអ្នកណាដែលមានបញ្ហាសក់ជ្រុះសក់បែកចុងសក់ងាប់មិនភ្លឺថ្លាអីដែលសំខាន់គឺដុសយឺតអ្នកនរគ្នាប្រើសាប៊ូកក់សក់ខុនម៉ៃប្រើជាឈុតអញ្ចឹងទៅគុណភាពល្អខ្លាំងមែនតើ